សូមស្វាគមន៍មកកាន់ដំណើរកំសាន្តជុំគ្រួសារភ័ក្រមួយអញ្ចឹងចង់ដឹងថាក្រុមគ្រួសារខ្ញុំតលេងនៅឯណាកុំភ្លេចរងចាំទស្សនាវីដេអូដល់ចប់ទាំងអស់គ្នាអូនកូនអញទៅណាហ្នឹងហ៎សប្បាយចិត្តអត់បញ្ញាងាកមកណាមើលឥឡូវនេះគឺយើងមកដល់ខេត្តកំពង់ឆ្នាំងហើយអញ្ចឹងទៅឈប់សម្រាកបន្តិចឲ្យក្មេងៗអញ្ចឹងចាំបន្តិចទៀតចាំយើងបន្តដំណើរទៅមុខទៀតតោះឥឡូវនេះចូលមកកន្លែងម៉ាក់បន្តិចមើលខាងលើមានអីញ៉ាំអូហើយមកយាយចង់ញ៉ាំភេសជ្ជៈបើកម្លាំងមែនហ្នឹងកូនអញមើលនឹងមួយម៉ានកូនមើលតម្លៃមើលប៉ាណាយកភេសជ្ជៈបើកម្លាំងមួយសិនឲ្យមានកម្លាំងបើកឡានណាគិតមើលទេបើយកឲ្យអានយកមកយកទៅគិតមួយយកវិញទៅយកការ៉េមួយអត់ទៅអូនសុំទិញការ៉េទៀតបាទអូនសុំទិញអានេះឲ្យនឹងការ៉េមកសុំទិញការ៉េយកមកយកការ៉េមួយទៀតកូនអាចចង់ញ៉ាំអីគេម៉ាហ្នឹងដល់កយមើលតែញនំឡំចេះតិចនំមានពេញឡានហើយតែចេះតិចទៀតនេះប្រពៅនេះបានការ៉េមផងបាននំផងហើយនេះស្រីពេញដល់កយនេះម្នាក់កាងអញ្ចឹងយើងគ្រាន់តែបន្ថែមស្ទីគ័រនេះកូនបើមកមុខកូនបើញ៉ាំការ៉េថងវិជ្ជាធម្មតាហើយនឹងកេះធម្មតាអញ្ចឹងទៅឲ្យគេទៅបានហើយឧបករណ៍ផ្សេងៗដូចជាបាយផ្សេងចាហើយនេះគឺជាសាលាខេត្តកំពង់ឆ្នាំងអញ្ចឹងទៅយើងបន្តដំណើរទៅមុខទៀតកាលមុនមកកែមគេជិះទៅមកកោឥឡូវនេះគឺយើងមកដល់កន្លែងឈប់សារៈបន្តិចដើម្បីញ៉ាំបាយដោយសារតែម្នាក់រៀងអស់កម្លាំងដែរហើយអញ្ចឹងម្ហូបយើងគឺមានម្ហូបក្រៀមក្រំចឹងឯងដោយសារធ្វើមកពីផ្ទះខ្លួនឯងឥឡូវនេះគឺយើងមកដល់ផ្លូវចូលវត្តពុទ្ធគិរីហើយដែលនៅក្នុងនឹងគឺយើងត្រូវធ្វើដំណើរទៅក្នុងបន្តិចទៀតទើបយើងទៅដល់វត្តដែលបានធ្វើដំណើរមកដល់នៅខាងក្រោមបរិវេណវត្តពុទ្ធគិរីកម្ពុជានេះគឺឃើញមានបងប្អូនអ៊ំពូមីងដែលគាត់ជាអ្នកលក់ដូរលក់ផ្កាលក់នំអីផ្សេងគាត់មានលក់ច្រើនណាស់អញ្ចឹងយើងអាចជួយទិញគាត់បានហើយសម្រាប់វត្តពុទ្ធគិរីកម្ពុជានេះផងដែរគឺស្ថិតនៅក្នុងភូមិត្រពាំងស្កាឃុំត្រពាំងក្រញូងស្រុកត្រាំកក់ខេត្តតាកែវពេលនេះគឺខ្ញុំហើយនឹងក្រុមគ្រួសារហ្នឹងគឺបាននាំគ្នាឡើងទៅខាងលើវត្តចាហើយនៅក្នុងហ្នឹងនៅពេលដែលយើងដើរតាមកម្មចន្ទានេះគឺគេឲ្យយើងដោះស្បែកជើងហើយប៉ះសិនបើរៀងក្តៅនៅខាងក្រោមហ្នឹងគេក៏មានលក់ជាស្រោមជើងផងដែរយើងអាចទិញបានតែប៉ះសិនបើពុកម៉ែបងប្អូនមានកម្រងចង់ទៅអត់ចង់ទិញស្រោមជើងគេអីគឺអាចទិញមកពីផ្ទះស្រាប់មកហើយម្យ៉ាងវិញទៀតបើយើងដើរពេលព្រឹកឬក៏ពេលល្ងាចអីគឺអត់ក្តៅទេអញ្ចឹងយើងមិនចាំបាច់ពាក់ស្រោមជើងទេតែបើយើងដើរពេលថ្ងៃខ្ទង់ម៉ោង11 12រហូតដល់ម៉ោងខ្ទង់3អីហ្នឹងវារៀងក្តៅជើងបន្តិចចាព្រះពុទ្ធបដិមាដែលនៅជុំវិញភ្នំនេះគឺមានចំនួន 84,000 អង្គដែលត្រូវបានកសាងឡើងចាពេលនេះឃើញថាក្រុមគ្រួសាររបស់ខ្ញុំហ្នឹងគឺកំពុងតែបង្ហាញជើងគ្នាទៅវិញទៅមកដោយសារតែពេលខ្ញុំមកដល់នេះគឺម៉ោងខ្ទង់3អញ្ចឹងទៅអត់តន់អស់កម្ដៅឯនៅរៀងក្តៅអញ្ចឹងទៅម្នាក់គេឈ្មោះមើលបាត់ជើងហើយមកដល់កន្លែងនេះក៏ឆ្លៀតនាំគ្នាថតទុកពីប៊ីប៉ោះទៅដើម្បីយើងទុកជាអនុស្សាវរីយ៍ព្រោះអីអត់ងាយបានមកដែរចា
វត្តពុទ្ធគិរីឬក៏វត្តពុទ្ធគិរីកម្ពុជានេះគឺជាទីសក្ការៈបូជាក៏ដូចជារមណីយដ្ឋានវប្បធម៌ដ៏ល្បីល្បាញមួយនៅក្នុងខេត្តតាកែវអញ្ចឹងបើសិនបើពុកម៉ែបងប្អូនមកលេងខេត្តតាកែវឬក៏ធ្វើដំណើរឆ្លងកាត់ខេត្តតាកែវកុំភ្លេចចូលលេងនៅក្នុងវត្តនេះផងពីព្រោះគឺឃើញថាមានការរៀបចំបានស្អាតហើយនឹងគួរឲ្យទាក់ទាញមែនទែននៅពេលដែលខ្ញុំមកដល់នេះហើយតាមពិតខ្ញុំមកដល់នេះគឺលើកទី2សម្រាប់ខ្ញុំតែលើកទី1សម្រាប់ក្រុមគ្រួសារអ្នកផ្ទះនៅពេលដែលគាត់បានមកដល់វត្តនេះគឺគាត់មានអារម្មណ៍ថាប្លែកភ្នែកហើយនឹងសប្បាយចិត្តខ្លាំងវត្តនេះគឺត្រូវបានកសាងឡើងនៅលើកូនកំពូលភ្នំអញ្ចឹងទៅវារាងខ្ពស់ដែលធ្វើឲ្យយើងអាចឡើងទៅទីខ្ពស់ហើយយើងអាចកលែកមើលខាងក្រោមមើលឃើញនៅទេសភាពខាងក្រោមភ្នំមើលឃើញនៅទិដ្ឋភាពផ្សេងស្អាតមែនទែនការដើរលេងជុំគ្រួសារគឺពិតជាមានភាពកក់ក្ដៅហើយនឹងមានភាពសប្បាយរីករាយខ្លាំងណាស់វាក៏បន្សល់ទុកនៅអនុស្សាវរីយ៍ល្អៗសម្រាប់គ្រួសារក៏ដូចជាសម្រាប់កូនហើយដូចពាក្យគេនិយាយមិនខុសទេគឺសម្រាប់កូនណាបើយើងដើរលេងហើយយើងទុកគាត់នៅផ្ទះគឺយើងមានអារម្មណ៍ថាអាណិតគាត់ខ្លាំងណាស់នឹកពេលមកដើរលេងស្ដាយបើបានយកកូនមកដឹងសប្បាយមិនទេប៉ុន្តែជាស្ដាយនៅពេលដែលយើងយកកូនតូចៗមកដើរលេងគឺថាម៉ែនេះឡើងវល់ប៉ុន្តែវាគឺជាផ្នែកមួយនៃក្តីសុខដែរចាអញ្ចឹងដើម្បីក្តីសុខក្នុងគ្រួសារយើងមានតែទ្រាំតស៊ូបន្តិចទៅចាធ្វើមិនកូនយើងទេគួយបានស្អាតមានតែជាខាងក្រោយហើយចាំទៅដៃមុខព្រះអង្គមកបោះទៅហើយចាំខាត់យកភ្នំនេះមួយសិនមិនពេញពេកឡើងអីទេមកពេញថតមិនអាយតាថតបន្ទាប់ពីបានដើរមើលគ្រប់ជ្រុងគ្រប់សពអស់ហើយឥឡូវនេះគឺខ្ញុំបានធ្វើដំណើរចុះទៅខាងក្រោមវិញហើយសម្រាប់ថ្ងៃដែលខ្ញុំមកនេះគឺអត់សូវមានពុកម៉ែបងប្អូនមកលេងទេប៉ុន្តែបើសិនជាប៉ះចំថ្ងៃអាទិត្យថ្ងៃបុណ្យឬក៏ពេលល្ងាចឡើងអីអញ្ចឹងគឺថាមានពុកម៉ែបងប្អូនច្រើនណាស់និយាយទៅខ្ញុំមកនេះវាពេលរៀងថ្ងៃក្តៅដែរម៉ោងខ្ទង់ប្រហែលជា2ជាង3អញ្ចឹងទៅអត់សូវតាន់មានអ្នកមកលេងទេប៉ុន្តែអញ្ចឹងក៏មួយយ៉ាងដែរយើងអាចថតរូបបានប្លង់រៀងស្អាតហើយខ្ញុំស្រឡាញ់ខ្លាំងមែនតើនេះជាប្លង់នៅពេលដែលយើងចុះទៅពេលចុះទៅគឺឃើញព្រះពុទ្ធបដិមាឡើងច្រើនហើយនឹងឃើញមានភ្នំនៅចំកណ្ដាលទៀតស្អាតមែនទែនហើយមុនពេលយើងចេញទៅក៏យើងបានថតរូបជុំគ្នានៅខាងក្រោមទៀតផងដែរនិយាយពីថាតារំតបានថតរូបម្ដងគឺដេញចាប់កូនក្មេងឡើងវល់